គាត់បាក់សាយប្រាប់អត់បាក់សាយប្រាប់គាត់ជ្រិញមកជីវិតខ្ញុំទទួលបានលុយពីសិល្បៈដំបូងបំផុតនឹងណាគេជួលខ្ញុំហ៎អ្នកណាគេតោបាទទទួលគេបាន$6000បាទឲ្យយើង60រៀលអូទៅសើគាត់ដែរណោះ$1000ឲ្យយើង60បាទ6រឹកពេលហ្នឹងដែលរលុយដំបូងបំផុតហ្នឹងគឺបាន$60មកគេ$60ហ្នឹងគឺតោអ្នកឲ្យអូដោយសារតោអ្នកជួលខ្ញុំមុនគេហើយតោក៏ដាក់ឈ្មោះខ្ញុំដែរបាទដោយសារម៉ូតូឯណាមេអាហ្វែ6000ឲ្យបាន60ហ្នឹងបងតែពីបង្កើតក្រុមបាត់ទាត់ដែលប្រមូលផ្ដុំដល់តារាជុំគ្នាក្រោយមកស្រាប់តែលេងបាល់យើងបាច់ចេះជាពីរចង់បានលទ្ធផលគឺចង់បានលេងគ្រប់គ្នាដោយសារកត្តាមូលហេតុអីព្រោះបងប្អូនគាត់ទាំងអស់គ្នាគាត់ឆ្ងល់ព្រោះអីជាការបង្កើតដំបូងឡើយគឺនាយព្រះមីដែលបង្កើតក្រុមការលេងគ្រប់ទៅលើហ្នឹងតំណាអ្នកលេងមានល្អតែ15នាក់ហើយ15នាក់សិលេងល្អទេបើសិនដាក់លេងគ្រប់គ្នាចឹងលទ្ធផលប្រកាសជាមិនល្អទេយើងចង់បានលទ្ធផលល្អដាក់លេងតែអ្នកចេះលេងអ្នកដែលមិនសូវចេះលេងនឹងមិនសូវបានលេងនឹងក៏គាត់មានការស្ទាក់អារម្មណ៍ពិបាកណាស់មិនងាយស្រួលទេជំរាបសួរពុកម៉ែបងប្អូនជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីជជែកវែកញែកនៅក្នុងសប្តាហ៍នេះខ្ញុំបានធ្វើកិច្ចសម្ភាសន៍ជាមួយតារាកិត្តិយសរបស់យើងដែលជាតារាកិត្តិយសដ៏ល្បីល្បាញប្រចាំប្រជាជាតិកម្ពុជាជាតារាពហុជំនាញតែម្ដងសូមជួបជាមួយគាត់ទាំងអស់គ្នាជំរាបសួរបាច់ញាក់ចៅធម្មតាអានេះគេ style គេ style ឆ្នាំ2026ណានិយាយទៅញាក់អញ្ចាអរគុណលោកភក្មីតែហៅសំលោកសិនខ្ញុំសួរអាយុសួរឲ្យខ្ញុំយើងហៅតាមនេះទៀតហៅលោកក៏បានហៅបងក៏បានខ្ញុំចាស់ជាងលោកភក្មីជាដំបូងសូមស្វាគមន៍ដល់បងប្អូនទៅបិទណាអានេះ style មកគេបាទសូមជើញស្វាគមន៍ដល់បងប្អូនជាងសិនចូលដល់កិច្ចសម្ភាសន៍បាទជម្រាបសួរបងប្អូនអរគ្នាដែលកំពុងទស្សនាហើយបងប្អូនចាំមើលថាគេសួរខ្ញុំពីអីខ្លះតែណាកន្លែងណាខ្ញុំឆ្លើយបានខ្ញុំឆ្លើយកន្លែងណាខ្ញុំឆ្លើយបានខ្ញុំអត់ឆ្លើយទេបាទខ្ញុំនិយាយទុកមុនទៅហើយបាទហើយអ្វីដែលខ្ញុំនិយាយនេះបងប្អូនសូមមេត្តាពិចារណាចុះថាខ្ញុំនិយាយពិតពេលខ្លះខ្ញុំត្រូវនិយាយពិតពេលខ្លះខ្ញុំកក់ដែរអញ្ចឹងណាបាទនឹងឲ្យបងប្អូនចាស់ហើយគេមើលតែខ្ញុំនិយាយខ្លះគេសួរអីខ្លះបាទលោកភក្មីមានឈ្មោះពិតឈ្មោះអីហើយអាយុប្រហែលណាសុំទោសឆ្នាំហ្នឹងឈ្មោះខ្ញុំឈ្មោះចាមច័ន្ទតារាបាទប៉ុន្តែធ្វើតាញ្ញាប័ណ្ណទៅគឺខាងអាជ្ញាធរគាត់ភ្លេចបាទសដាបាត់នៅចាមច័ន្ទតារាហ្នឹងហើយបាទខ្ញុំចាមច័ន្ទតារាបងប្អូនខ្ញុំឈ្មោះបរិសុទ្ធជាងគេខ្ញុំស្អាតជាងគេដោយសារខ្ញុំកូនដំបូងឪពុកម្ដាយផ្ចិតផ្ចង់ចិត្តដាក់ដូចអាមកអាប៉យចែមប៉យដាក់តែបាត់ហ្នឹងយូរបាទហ្នឹងបាទខ្ញុំ40ជាង45ហើយបាទអូ45បងខ្ញុំ2ឆ្នាំបងឪពុកខ្ញុំតែ26ឆ្នាំទេអូបាទបងប្អូនប្រហែលអ្នកដែរបាទបងប្អូនបើរាប់ទាំងស្លាប់ទៅប្រហែល2 10កូនបាទរកឯនៅរត់7បាទដឹងរាប់ទាំងកើតហើយបាទដឹងថាមានវត្តមាននៅលើលោកហើយបាត់បង់ជីវិតហ្នឹងគឺអស់5កូនណា5កូនមានសល់7កូនបាទតែប្រាក់បង6ផងបាទតែបងប្រាក់មានអីណោះខ្ញុំអត់អីទេតែពិតត្រូវមានកូនតែ6ទេនេះគ្រឿនតែពិតមិនគួរកើតផងជំនាន់ហ្នឹងថៃមិនមូលហេតុដោយសារពេលហ្នឹងស្រុកពុំសង្គ្រាមជំនាន់ប៉ែជាងហ្នឹងរត់វាទៅព្រំដែនទៅអីចឹងណាបាទទៅពិបាកក្នុងជីវភាពគ្រួសារហើយលើភ្នំលើអីអត់មានអីហូបចឹងទៅក៏វាចាប់កំណត់ដល់លើពុំអាជីវភាពគ្រួសារពុំពិបាកលើភ្នំលើព្រៃហ្នឹងណាខ្ញុំម្ដាយខ្ញុំក៏ចង់ពជាកំណត់ទម្លាក់វាដែរប៉ុន្តែវាអត់ធ្លាក់វាអត់ធ្លាក់វាតោងតោះជាប់កើតហើយនេះគ្រឿនអ្នកណាជាអ្នកដាក់ឈ្មោះឲ្យឈ្មោះចែមសារឿនអូឈ្មោះចែមសារឿនបាទឈ្មោះឪពុកម្ដាយដាក់ឈ្មោះឲ្យហ្នឹងប៉ុន្តែពួកខ្ញុំទាំងអស់គ្នានេះគឺពាក់មីមួយគ្រឿនពីរនេះគឺអត់ចាំថ្ងៃខែកំណត់ឆ្នាំទេដោយសារពីដើមឡើយចាស់គាត់សរសេរឈ្មោះម៉ាក់ឈ្មោះខែថ្ងៃកូនហ្នឹងតាំងអានងផ្ទះធ្នឹមផ្ទះទេមានអីគាត់ចំណាំទេដល់ពេលឲ្យភ្លេចឲ្យកូនពីរ10ណាចាំចាដល់ថ្ងៃខែឆ្នាំកំណត់ថ្ងៃណាទេខ្ញុំអត់ដឹងថ្ងៃណាខ្ញុំកាត់ថ្ងៃណាទេប៉ុន្តែខ្ញុំបានកំណត់យកថ្ងៃទី1ខែ1ជាថ្ងៃកំណត់ខ្ញុំសារថ្ងៃនេះជាថ្ងៃដែលខ្ញុំប្រឡងអប្លែកជាប់ដែលជាថ្ងៃខ្ញុំផ្លាស់ប្ដូរជីវិតពីកម្មករសំណងជាសំណងទៅជាអ្នកសិល្បៈនៅថ្ងៃនោះឯងអញ្ចឹងរៀបរាប់ថ្ងៃ1ខែ1នោះគឺខ្ញុំតែធ្វើកម្មវិធីខួបកំណើតអីផ្សេងអញ្ចឹងទៅគឺសាផ្សារក្នុងឡានម្នាក់ឯងហ្នឹងណាខ្ញុំឃើញដែរពួកអីពេលខ្លះទៅក៏មានអ្នកគេមកសប្រាយពីរនាក់នៅក្នុងឡានដែរខ្ញុំគេមកសប្រាយបាទឃើញសប្រាយខ្ញុំអត់ស្គាល់ធ្វើធំដូចអង្គជីវ៉ាទេអញ្ចឹងមិនខ្ញុំឃើញគេសប្រាយឃើញផ្លោមុខហូតណាអ្នកសប្រាយហ្នឹងណាចង់ហ្វេនយើងហ្វេនបាទអូខេតិចទៀតដល់ហើយណាឥឡូវយើងសួរពីដើមសិនមុននឹងចូលសិល្បៈជីវប្រវត្តិខ្ញុំឃើញធ្លាប់បង្ហាញតាមសារព័ត៌មានផ្សេងតើតើនឹង
មុនដំបូងឡើយមុនធ្វើកម្មករសំណង់ធ្វើអីគេទៅ យកឥឡូវយកពីត្រឹមណាមកប្រវត្តិហ្នឹងមកពីត្រឹមណា យកពីត្រឹមដល់ការងារតែហ្មងទៅមិនបាច់ពីក្មេងទេ យកពីកើតទេ មិនយកពីការទេត្រឹមការងារហ្មងចាប់ផ្ដើមចូលធ្វើការងារដំបូង ឥឡូវពីត្រឹមរៀនចុះ តែរៀនបានហ្នឹងហើយ ខ្ញុំចាប់ផ្ដើមរៀនដំបូងគឺនៅចរុំដងរែក អូ ខ្ញុំបានជំឪពុកម្ដាយជំនាន់មកនៅស្រុកខ្មែរវិញនៅឆ្នាំ1987ខ្ញុំរៀននៅសាលាបឋមសិក្សាថ្នល់កែងចំណុចនោះថ្នាក់ទី5បានយើងចាប់ផ្ដើមប្រឡងហើយប្រឡងទៅអនុវិទ្យាល័យខ្ញុំបានប្រឡងជាប់ទៅរៀននៅអនុវិទ្យាល័យជាគ្រូរៀនបាន2ឆ្នាំទេវានោះបានថ្នាក់ទី6កន្លះបាទខ្ញុំទៅបួសចេញបួសមកខ្ញុំស្រឡាញ់ចម្រៀង ខ្ញុំចាប់ដើមស្រឡាញ់សិល្បៈចង់ខ្លាចជាតារាចម្រៀងបើខ្ញុំច្រៀងគិតថាខ្លួនឯងច្រៀងបរោះដែរចំណុចនោះ បាទ ក៏បានសឹកពីព្រះសង្ឃនៅវត្តបទុមគង្គាបាក់ខៃព្រៃលៀបអញ្ចឹងនេះ បាទស្គាល់ សឹកនៅកន្លែងហ្នឹងមកប្រឡងដល់ប៉ូលី5កម្មវិធីតារាភាពតន្ត្រីប៉ូលី5 ស្គាល់កាន់បរិយាកាស អីនៅគាត់គណៈកម្មការប៉ុន្តែខ្ញុំភ័យពេកខ្ញុំធ្លាក់តាំងពីធ្វើតេស្ត បើចឹង ច្រៀងវិញញ័រ ញ័របាទ មកច្រៀងគុំដែរមានភ័យពេក គាត់ធ្លាក់ទៅអាក្តីប្រាថ្នាជាតារាជាសិល្បៈហ្នឹងគាត់ធ្លាក់ទៅក៏បានត្រឹមធ្វើសំណង គឺសំណងដំបូងនៅអគារបេះដូងពេកាឡាម៉ែតហ្នឹងធ្វើសំណងដំបូងហ្នឹងមួយថ្ងៃឬ 6000 រៀលទេក្នុងយកខ្មោះអាគ្រឿងមកធ្វើដែរបាន 6000 214មួយថ្ងៃបាន 12000ទេណា ឆ្នាំណាដែរក្នុងខ្ញុំ ឆ្នាំ99 2000 អូ99 2000 1998 99 2000ហ្នឹង99 2000 បាទ ពេលហ្នឹងសាំទឹកធំលិចផ្លូវលិចអស់ចំណុចហ្នឹងបាទបន្ទាប់មកពីហើយបានឆ្នាំដល់ឆ្នាំ2002ក៏ទៅធ្វើទាហាននៅប្រទេសលង្វែកឈ្មោះប្រាជ្ញសុផល អូ ស៊ីឈ្មោះគេទេ អូ ឈ្មោះប្រាជ្ញសុផលគឺខ្ញុំមានឈ្មោះពាក់អាវទាហានប្រាជ្ញសុផលហ្នឹងគឺខ្ញុំធ្វើទាហាននៅហ្នឹងណាកងពលលេខ1អន្តរកម្មលង្វែកនេះ អូ បន្ទាប់មកបានចេញពីធ្វើទាហានមកចាប់ផ្ដើមមកធ្វើសំណង់នៅជាមួយតកែសំណង់ឈ្មោះហេធីចែណៃ អូ គឺកន្លែងហ្នឹងហើយដែលខ្ញុំចាប់ផ្ដើមខ្ញុំមានការងារធ្វើដែលថាច្បាស់លាស់ដែលថាយុវច្រើនហើយហើយក៏អាចថាយកប្អូនមកធ្វើសំណង់មានខ្មោះអាគ្រឿនខ្មោះអពយមកធ្វើជុំគ្នាខ្មោះអាក្រាន់ពី4អ្នកបងប្អូនហ្នឹងសំលុយធ្វើផ្ទះឲ្យម៉ែបានមួយ អូ សំលុយបានមក3-4000 ដុល្លារក្នុងហ្នឹង ផ្ទះនោះផ្ទះតិចរាល់ថ្ងៃហ្នឹងក៏មែន ផ្ទះស្លឹកទេផ្ទះស្អីទេជំនាន់មុនហ្នឹង បាទបាទ បន្ទាប់មកទៅបងមកធ្វើសំណង់ដល់ឆ្នាំ2009 បាទ ឃើញបងទុយនេះគាត់ថាឲ្យទុយហ្នឹងគាត់ប្រកាសនៅ CTN ហ្នឹងគាត់ថារឹសក្រុមមកផ្លែងអញ្ចឹងខ្ញុំដាក់ពាក្យលេងទៅគាត់ដាក់ពាក្យហ្នឹងពួកអរ៉ៃធ្វើម្ដងមួយគ្នាបង្អាប់ថាអីហើយផ្លែងដាក់ផ្លែងមកហើយយើងទៀនហ្នឹងណា បាទ ហើយខ្ញុំបបួលអាគ្រឿនប្រឡងដែរប៉ុន្តែវាថាអូហើយទៅឈួតតែឈួតទេវាអត់ទេអាគ្រឿនអត់ស្លាញ់សិល្បៈទេ អូ ដាក់ឈ្មោះប្រឡងឈ្មោះចែមច័ន្ទរាខ្ញុំដាក់ពាក្យប្រហែលជាខ្ទង់ 5-6 ខែគេប្រឡងរហូតយូរប្រឡងជិត1ឆ្នាំអត់ឃើញឈ្មោះខ្ញុំបាត់នឹងយកវត្តចោលណាបាត់ អូ ក៏ដាក់ឈ្មោះម្ដងទៀតដាក់ឈ្មោះអាគ្រឿនចែមសរឿនខ្ញុំប្រឡងឈ្មោះជាប់ចែមសរឿនណា អញ្ចឹងហ៎ បាទ អូ ដាក់ចែមសរឿនបានមកទឹកគេហៅប្រឡង អូ ប្រឡងទី1ទី2ទី3ទី4បានជាប់ឈ្មោះចែមសរឿននេះរងថ្ងៃប្រឡងជាប់ហ្នឹងចាំមកគ្រឿងថាស៊ីឈ្មោះវាទេ ក្នុងអំឡុងពេលដែលទៅប្រឡងនៅ CTN ហ្នឹងការធ្វើដំណើរជិះម៉ូតូក៏មានឡានហើយពេល អូយលោកព្រះមានឡានឯណាលោកបាទ ហើយក្នុងការដែលទៅប្រឡងហ្នឹងយើងសុំច្បាប់មេកន្លែងសំណង់ដែរគឺ សម្រាប់ហេធីចៃណៃហ្នឹងគាត់ចាក់ឲ្យមកទៅបាទគេហ្នឹងមានប្រពន្ធហើយមានប្រពន្ធមានកូនមួយហើយឈ្មោះសេខួច អូ បាទពេលទៅប្រឡងក៏បន់ដែរបន់ថាបើសិនណាកូនពិតជាមានរាសីជួយឪពុកម្ដាយមែនណាជួយឲ្យសុំឪពុកបានប្រឡងជាប់អីចឹងណាក៏ជាប់ទៅហើយការដាក់ពាក្យប្រឡងដំបូងគិតថាខ្សែអីចឹងណាគេមិនឲ្យយើងជាប់ទេយើងអត់មានខ្សែបើយើងប្រឡងទៅបើនឹងថាយុតិធធម៌ អូ ពេលហ្នឹងគឺលោកគ្រូកុយអ្នកមីងក្រតហើយនឹងពុកឃ្លោកជាអ្នកសម្រាប់ជោគវាសនាឲ្យពាក់មីបានខ្លាចជាតារាគឺគាត់បីអ្នកនេះហើយដែលមានការគ្រប់គ្រងពីអ្នកអាជ្ញាតកកំសាយជាបងទុយបាទនឹងជំនាន់នោះ ក្នុងអំឡុងពេលដែលមកប្រឡងកៅអៅស្លៀកបំពាក់អីយើងខ្ចីគេឬក៏យើងត្រូវជួលគេឬទិញ កៅអៅកំ pl ែងមានអីពិបាករក អូ អៅជួហ្នឹង បាទ ហើយសក់អីខ្ចីតាលាវ អូ សក់ពាក់ទៅជាញ៉ាហ្នឹងណា បាទ បាទតែពិតខ្ញុំមុនខ្ញុំប្រឡងកំ pl ែងខ្ញុំបានល្បីកំណាប់មុនខ្ញុំប្រឡងកំ pl ែងទៀតហ៎តែចំនួនឆ្កែហ្នឹងហ៎ ណែចំនួនឆ្កែ ហ្នឹង ឃើញ ល្បីមុន ណែចំនួនឆ្កែ ខ្ញុំមានអានិស័យហ្នឹងតាំងពីមុនប្រឡងហ៎ ខ្ញុំគេរកបាញ់ Bluetooth បាទបាញ់ បាញ់ Bluetooth Bluetooth មើលរឿងអីហ្នឹងណា បាទហ្នឹងហើយជំនាន់ហ្នឹង download រឿងអីហ្នឹង បាទតែអំឡុងពេលដែលទៅប្រឡងហ្នឹងមានសំប្រពន្ធហើយមានប្រាប់ប្រពន្ធហើយប្រពន្ធគាត់បដិសេធឬក៏យ៉ាងណាពេលនោះ ប្រពន្ធបដិសេធប្រាប់ពេលអត់បដិសេធប្រាប់គាត់ជ្រិញចឹងមិនហីពេលខ្ញុំមុនប្រឡងខ្ញុំសស្មនឹងបន្ទប់ទឹកម្នាក់ឯងធ្វើតួទៅថៃធ្វើតួយាអីម្នាក់ឯងបន្ទប់ទឹកវាលឺដល់គេខ្មាស់គេ បាទ
តែតែមិនអាយើងស្រឡាញ់ជាអសអញ្ចឹងពីប្រពន្ធជាខ្មាស់គេចឹងណា ក្នុងកំឡុងពេលដែលកំពុងតែប្រឡងប្រាក់ខែប្រហែលជាបានប្រមាណដែរលុយប្រចាំថ្ងៃទៅលុយ តែខ្ញុំពិបាកជីវភាពពិបាកបំផុតគឺពេលប្រឡងជាប់ពេលប្រឡងជាប់សំណងយើងជប់ធ្វើ បាទ ស៊ីតអិនគាត់មិនទាន់ហៅធ្វើការ អូ អីគាត់អត់មានដែរអញ្ចឹងជាប្រពន្ធ5ហ៊ុនដែលធ្វើឲ្យកាលវិការលក់អានឹងស៊ីចាយជីម៉ូតូដប់មកលេងផ្លែងមកលេងផ្លែងដំបងបានដូចជា$1 $2ថ្លៃបាយទេ មកចាប់ដើមចូលអាជីពដំបូងគឺបានតែ$1ទេ បើអីបាយដូចជាបើមិន$1 $2ផ្លេចហើយ10ឆ្នាំជាងហើយបាទហើយមានប្រាក់ខែដូចជាប្រហែល100ទេបន្ទាប់មកបានឡើងប៉ុន្តែយើងត្រូវដឹងគុណពីអា$1 $2ហ្នឹងហើយដែលធ្វើឲ្យគេស្គាល់ហើយគេចាប់ផ្ដើមស្គាល់យើងដំបូងរឿងខាងជេង បាទឃើញ បាទ ខ្ញុំអ្នក fan ដែរកណ្ដុង ពេលដែលល្បីដំបូងយើងរកលុយបានហ្នឹងគេលក់សបុតណា បាទ អាយីវិជឿនលក់សបុតតាមភូមិតាមចុកកាត់មាត់ញោក បាទ ដើរលក់សបុតពីអ្នកនាងខ្ញុំខ្មោះក្រោយហ្នឹងគឺចំណុចហ្នឹងគេឲ្យតែ50,000ឯងទៅហើយ3នាក់ហ្នឹងចែកដល់អ្នក10,000ជាងហ្នឹង បាទ ពីមួយជីវិតខ្ញុំទទួលបានលុយពីសិល្បៈដំបូងបំផុតនឹងណាគេជួលខ្ញុំហ៎ អ្នកណាគេ តោក អូ តែខ្ញុំអាសានិយាយថាគាត់ជួលយកខ្ញុំទៅ3ថ្ងៃ បាទ ទទួលគេបាន$6,000 បាទ ឲ្យយើង60រៀល អូទៅសើគាត់ដែរណោះ 1,000ឲ្យយើង60 បាទ6,000ជារឿងប៉ិតបន្ទប់ រឿងប៉ិត បាទទៅសើបន្ទប់ឯណាមេអាហ្វែ6,000ឲ្យបាន60ណោះ រៀល បាទ 60រៀលហ្នឹង ហើយជាគាត់ជ្រូកបាត់ជ្រូកអីដែរលុយដឹងបាទ ហើយ60រៀលហ្នឹងគេនាំទៅដេកអាកន្លែងថាជាទំនើបហ្នឹងចុះមកច្រឡំទិញអាការ៉េមកៃគេស៊ីនោះ បាទ ដើម6,000ថាស្ដាយលុយអើយស្ដាយយល់ធ្លាប់ស៊ីអានឹងប៉ាំងដាក់សាច់ការ៉េហ្នឹងតែមួយដើម500ហ្នឹង បាទ តែច្រឡំស៊ីនឹង6,000ហើយយើងលេខបានប៉ុន្មានគាត់ស៊ីការ៉េមួយដើមឡើងខើច ពេលហ្នឹងដែលរលុយដំបូងបំផុតហ្នឹងគឺបាន$60មកគេ $60ហ្នឹងគឺតោអ្នកឲ្យ អូ ដោយសារតោអ្នកជួលខ្ញុំមុនគេហើយតោក៏ដាក់ឈ្មោះខ្ញុំដែរ អូ ពាក់មីនឹងតោអ្នកដាក់ឈ្មោះហ្នឹង អូបងតុគឺជាអ្នកដាក់ឈ្មោះទៅប្រាក់មីមូលហេតុអីបានដាក់ឈ្មោះប្រាក់មី ដល់ពេលអាប្រឡងផ្ដាច់ព្រាត់ហ្នឹងយើងធ្វើចោលមានពាក់មី អូ យើងអញ្ចឹងគាត់ហៅគាត់ថាគាត់ដាក់ឈ្មោះពាក់មីទៅគាត់ដាក់ឈ្មោះយកពាក់មីនាំយើងទៅលេងនៅកោះកុងពួកអូកឡៅឲ្យយើងដែរហ្នឹងហើយបើយើងរឹង អូការនងបានការនងមកវារឹងណោះ រឹង ដោយសារប្រពន្ធតាមឬក៏យ៉ាងម៉េចការនង ទេប៉ុនខ្ញុំមិនដែរទៅណាទេជំនុំប៉ុនអត់ដែរជាតាមទេតាមពីដើរមកបណ្ដោយ បាទ អត់ដែរជាតាមប្តីទៅលេងផ្លែនេះអីឬក៏តាមសួរនាំអត់ដែរទេពីដើមមកគាត់ បាទចាប់ផ្ដើមបានលុយ$60ហើយបន្ទាប់ពីបានលុយ$60តើបានលុយប្រមាណទៀតដែលថាច្រើនជាងគេសម្រាប់បន្ទាប់ពីលុយ$60គិតថាសប្បាយចិត្តបំផុតពេល ពេលហ្នឹងចាប់ផ្ដើមចេះកាត់សក់ជាងកាត់សក់ដំបងនៅសម្អាងការសុគីបូតា អ្នកណាគេអ្នកបរិញ្ញាកាត់សក់ដែរ លោកគ្រូសុគី អូបាទ លោកគ្រូសុគីក៏ដើរយកទៅមើលតាមរោងការរបស់ឯងភ័ក្រនៅម្ចាស់សម្អាងការគាត់អ្នកដើរនាំទៅឲ្យរៀនហាត់រៀនកាត់ទៅក៏ចេះកាត់ដៃគូមួយខ្ញុំ បាទ បន្ទាប់មកក៏ចេះកាត់ខ្លួនឯងចឹងទៅក៏ហ្នឹង$100ជាង$100ជាងតែ2នាក់ហ្នឹងហើយយកមកចែកគ្នាច្រើនរហូតមកបានភ័ក្រហ្នឹងទៀតគាត់អ្នកនាំទិញផ្ទះរាល់ថ្ងៃហ្នឹង អូ យរុំបើមានហ៊ានទេ បាទ គាត់ថាទិញទៅផ្ទះហ្នឹងបងមលុះទៅផ្ទះហ្នឹងកាលហ្នឹងដូចជាថា7-10,000ចា មុខ CTN ហ្នឹងហ៎ ហ្នឹង បាទ 10,000កាលហ្នឹងយើងបងមលុះមួយខែដូចជាអាប្រាក់ការហ្នឹង2,500 បាទ ខែប៉ុន្តែពេលខ្លះយើងរកបាន10000យើងដាក់10000ខែខ្លះដាក់20000ហ្នឹងយើងរកចំណងយើងរកបានមកយើងដាក់បុកទាំងអស់ដូចជា2ឆ្នាំបានដាក់ផ្ទះហ្នឹងហ្មង 8-10,000ទៅ2ឆ្នាំ7-10ឆ្នាំ 10,000 2ឆ្នាំ ឥឡូវឡើងប្រហែល40,000ហើយដល់មកហ្នឹង បាទនេះគឺជាជីវិតតស៊ូមួយពីផ្ទះខ្ទមរហូតខ្លាយទៅជាតារាល្បីហើយមានផ្ទះវិឡាមានផ្ទះដែលតម្លៃទៅ30-40 ម៉ឺនតម្លៃណាស់ ខ្ញុំអរគុណភ័ក្រដែរតែប៉ុតបើសិនតែខ្ញុំហ្មងខ្ញុំអត់ហ៊ានដល់ប៉ុណ្ណឹងហើយដោយសារយើងអាងគាត់ បាទ យើងអាងគាត់ជាម្ចាស់សម្អាងការហើយគាត់ហៅយើងធ្វើការអញ្ចឹងទៅយើងសង្ឃឹមលើគាត់ហើយគាត់មានទុនទៅដាក់កក់ដាក់អីចឹងយើងអត់មានអីទាំងអស់គាត់រៀបចំឲ្យទាំងអស់ផ្ទះហ្នឹងអីទៅ សប្តាហ៍ថ្ងៃនៅផ្ទះនឹងដដែលទេឬយ៉ាងម៉េច នៅផ្ទះដដែលហ្នឹងបាទ បាទចិត្តផ្ទះដែលឃើញទិញនៅភ្នំប្រសិទ្ធផ្ទះឃើញ ទិញអាតួ បាទ អាតួកូន អូ ទិញអាកូននៅទួយលើកូនធំហ្នឹងផ្ទះហ្នឹងមាននៅទេ អញ្ចឹងពួកឯងថ្ងៃសម្ពោធខ្ញុំទៅដែរតា ឃើញទៅហើយទៅហើយ បាទតែមិនតន់ចូលនៅទេ បើនៅមិនណាទៅនៅបើកូននៅទួយហ្នឹង អូ វាទៅផ្ទះហ្នឹងអត់តួហើយ បាទ ពីរួមនេះភ្លើងអីសិខួចហ្នឹងគឺយើងរៀបចំផ្ទះទុកឲ្យគាត់ហើយព្រោះយើងសិល្បៈហ្នឹងយើងអត់ដឹងថាយើងថ្ងៃណាថ្ងៃណីយើងមើលមិនឃើញណាជីវិតយើងធ្វើដំណើរលើដងផ្លូវរហូត
បាទ អញ្ចឹងយើងរៀបចំជីវិតឲ្យកូនពុកម្ដាយរៀបចំឲ្យដូចផ្ទះម្ដាយពុកបងធ្វើឲ្យហើយ បាទ ផ្ទះម្ដាយក្មេងរៀបចំឲ្យហើយអញ្ចឹងណា ចុះប្រពន្ធ ប្រពន្ធមានមុខរបរមានអីអញ្ចឹងហើយយើងមិនពិបាកទេ មុខរបរបងស្រីរងថ្ងៃគាត់ធ្វើអីដែរបាទ តារាងបាល់ទាត់ អូតារាងបាត់ បាទតារាងបាល់ទាត់ហ្នឹង នៅម្ដុំណាតារាង អស័យកែវហ្មង អស័យកែហ្មង មានតារាងបាល់ទាត់កែវគ្រប់ដៅហ្នឹងមានតារាងបាល់ទាត់មានតារាងវាយសីមានតារាងបាល់ទះ បានប្រាក់ចំណូលគួរសមដែរណោះ មួយខែដូចជា60លាននេះដែរ60 70លានដែរ ច្រើនណាស់បាទ តែចំណាយវិញអស់វិញហ្នឹង ចំណាយវិញអស់ដោយសារយើងចិញ្ចឹមក្មេងជិត200នាក់ក្មេងអុយការរីកហ្នឹងណា អូ ប្រាក់ខែគ្រូក្មេងៗហូបទឹកយើងបដោះបដាក្មេងតូចៗដែលគាត់អត់មានលទ្ធភាពលេងជាក្រុមយើងបដោះគាត់ទូច បាទ 7 8ឆ្នាំរហូតដល់14 15ឆ្នាំយើងបានចុះ MOU មួយវិសាខាអញ្ចឹងអុយរបស់យើងគឺទៅវិសាខាស្វ័យប្រវត្តិហើយដោយសារឃើញគ្នាយើងច្រើនទៅណាមកណាត្រូវការជួលឡានដូចគេអញ្ចឹងបានសម្ដេចពុកលោកឧបត្ថម្ភឡាន2គ្រឿង អូ ក្នុងក្រុង2គ្រឿងសម្រាប់អុយតូចៗហ្នឹងគាត់ធ្វើដំណើររាល់ថ្ងៃហ្នឹងមានយើងមានឡានក្រុង2គ្រឿងដែលជាអំណរខែខារបស់សម្ដេចពុក តែទៅនឹងក្រុមបាល់ទាត់ខ្ញុំឃើញបងប្រាប់មីបង្កើតក្រុមបាល់ទាត់ បាទ ដែលប្រមូលផ្ដុំដល់តារាជុំគ្នា បាទ ស្រាប់តែក្រោយមកស្រាប់តែឃើញយើងបែកខ្ញែក បាទ ដោយសារកត្តាមូលហេតុអីព្រោះបងប្អូនគាត់ទាំងអស់គ្នាគាត់ឆ្ងល់ព្រោះអីជាការបង្កើតដំបូងឡើយគឺនាយប្រាក់មីដែលបង្កើតក្រុមការរីគ្រប់រដូវហ្នឹង បង បាទ ទាត់បាល់តារាសប្បុរស តារា ធ្វើដំបូង បាទ តែការប្រកួតយើងធ្វើដំបូងគឺនៅជួយវ៉ាដែលក្រុមការរីកគ្រប់ដៅប្រកួតជាមួយនឹងក្រុមផាន់រង បាទ Vlogger មូលហេតុអីបានជាបែក វាធម្មតាលេងបាល់យើងលេងសប្បុរសធម៌ទៅពេលលេងមួយយើងអញ្ចឹងទៅគាត់ចង់បង្កើតក្រុមគាត់លេងផ្សេងអញ្ចឹងជាធម្មតាវាអត់មានអីធម្មតា មានអន់ចិត្តមានអីអន់អីជាមួយពួកគាត់ទេ ធម្មតាកីឡាវាលេងវាតែងតែតិចតួចវាមិនអត់អូនឯងមើលក្នុងការគេលេងកីឡាវាមានតែងការមិនសប្បាយចិត្តឬអីមួយពីខ្លះវាមិនជាកត្តាហ្នឹងទេវាអាចជាកត្តាគាត់ចង់កាត់ក្រុមមួយដើម្បីប្រកួតអីផ្សេងឯដែរសប្បុរសធម៌តែគោលដៅយើងតែមួយទេអត់អីទេ បាទ គោលដៅយើងគឺលេងកីឡាដើម្បីសុខភាពនិងរកជំនួយជួយដល់សប្បុរសធម៌ផ្សេងៗទៅហើយកន្លងមកកៅប្រដៅយើងធ្វើច្រើនណាស់ដូចបច្ចុប្បន្ននេះយើងលេងបាល់រកមន់រកទាជូនកងទ័ព បាទ ក្មេងៗតូចយកមន់យកទាយកគុំជូនកងទ័ពហើយយកឲ្យកងទ័ពយើងនៅហ្នឹងហើយយើងជ្រៀងចម្រៀងជាតិលើកទឹកចិត្តគាត់ឲ្យគាត់មានអារម្មណ៍រំភើបថាសង្គ្រាមស្ងប់ស្ងាត់ហើយមែនប៉ុន្តែក៏យើងមិនភ្លេចពួកគាត់នៅតែធ្វើកម្មវិធីដើម្បីពួកគាត់អញ្ចឹងណាបាទ សំណួរជាងាកមកតាក់ទងរឿងគ្រួសារបន្តិចធម្មតាសិល្បៈតារាល្បីៗអញ្ចឹងតែងតែមានមនុស្សគេហៅស្រីចောင်းរោមណា បាទហ្នឹងគេមុខស្អាតទេយើងមុខអត់ស្អាតមានតែចောင်းរោម បាទបងប្រាក់មីដែលមានអ្នកណាគេចောင်းរោមហើយមានអ្នកណាគេលួចស្រឡាញ់ដែលសារភាពប្រាប់បងប្រាក់មីទេបាទ យើងមានតែចောင်းរោមរបស់យើងយើងទៅរោមគេ អញ្ចឹងហ៎តែរោមគេបានច្រើនទេបាទ អត់បានទេយើងធម្មតាយើងសិល្បៈយើងធម្មតាយើងជួបមនុស្សច្រើន បាទ ហើយសួរថាមនុស្សប្រុសអត់ខូចសោះក៏គេមិនជឿដែរ បាទ គាត់ថាចេះយើងចេះខូចចេះខលយើងប្រពន្ធកូនយើងប្រពន្ធកូនយើង អូ យើងចេះរៀបចំជីវិតឲ្យប្រពន្ធគ្រួសារម្ដាយពុកហៅប្រពន្ធរៀបចំជីវិតឲ្យកូន បាទ ហើយប្រពន្ធខ្ញុំក៏យល់ខ្ញុំដែរដែលថាយើងតស៊ូពីកម្មករសំណង់រហូតយើងខ្លាចទៅជាបុគ្គលមានកេរ្តិ៍ឈ្មោះក្នុងសង្គមយិត្តយោងបងប្អូនបានធូរធារសើតែទាំងអស់គ្នា បាទ អញ្ចឹងណា បាទគាត់ដែរប្រចាំនេះបងស្រីដែរប្រចាំ ណាមនុស្សស្រីស្រឡាញ់ប្តីប្រច័ណ្ឌដូចគ្នាហ្នឹងគាត់ថាប្រច័ណ្ឌមានកម្រិត បាទ ខ្លះប្រច័ណ្ឌមិនឲ្យតម្លៃប្តីប្រច័ណ្ឌមិនខ្លាចប្តីខ្មាស់គេប្រច័ណ្ឌមិនខ្លាចខ្មាស់គេក្នុងបណ្ដាញសង្គមប្រពន្ធខ្ញុំគាត់ប្រច័ណ្ឌតែគាត់លក្ខណៈថាស្ងប់ស្ងាត់អត់មានឲ្យមហាជនអីណាមកឆ្វេងឆ្វាយឆ្លោះប្រកែកគ្នានៅលើបណ្ដាញសង្គមហើយឆ្លោះលេងយកឆ្លោះលេងយកអត់អញ្ចឹងណា បាទ ប្រច័ណ្ឌនឹងរាវវាតែងតែប៉ះតកិច្ចគ្នាបន្តិចតួចតែខ្ញុំបើខ្ញុំមិនដើរជាមួយប្រពន្ធម្ដងណាទេ បាទ ពេលណាយើងដើរលេងដាច់យប់ឲ្យយើងទៅប្រពន្ធលោយើងក៏មាត់ខ្ញុំអត់មាត់ទេខ្ញុំចាំតែស្ងាត់អោបជាប់ព្រោះ បាទ តែក្បាច់ដែរទេ តាក់ទងទៅនឹងរឿងប្រពន្ធគាត់ធម្មតាដូចបងប្រាក់មីបាននិយាយអញ្ចឹង បាទ យើងតាក់ទងឃើញកូនបងវិញឃើញកូនបងឥឡូវនេះចេះថតកាត់ប្លុកកាត់វីដេអូកាត់អីបានច្រើនមែនទែនតែជំនាញបែបនេះបងអ្នកបរៀនគាត់ឬក៏គាត់មានដងពីកំណត់ខ្លួនឯង បើកូនស្រីគាត់ចេះខ្លួនឯង អញ្ចឹងណា ចេះខ្លួនឯង បាទ បន្ទប់គាត់ចេះដូចពណ៌ចេះអីគាត់ថាគាត់មានរូបម៉ែឪទេសរុប BTS បាទ គាត់ film K-pop ចេះឆ្នៃយកអាกระดาษធ្វើទ្រូបផ្ទះរូបដូចគាត់ដូចធ្វើ resort អីគាត់ប៉ិនធ្វើកូនស្រីខ្ញុំបាទ បាទ បាទពីអ្នកនោះវាបកកែខាងលេខកីឡា អឺ ឥឡូវតួមានប្រាក់ខែស៊ីពីបាល់ហ្នឹងហើយ អូ បាទ សួរតាក់ទងអំពីការទាត់បាល់នេះ
ក្របបាល់ការរីកគ្រប់រដូវរាល់ថ្ងៃដែលថាមានអុយក្រុមដែលសហការជាមួយវិសាខាកីឡាករទាំងអស់ហ្នឹងមានប្រាក់ខែដែរឬក៏ប្រាក់ខែហ្នឹងបានមកពីណាហើយប្រាក់ខែហ្នឹងលោកបងប្រាក់មីជាអ្នករ៉ាប់រងខ្លួនឯងឬក៏មានការឧបត្ថម្ភពីណាដែរខ្ញុំចំណាយលុយខ្លួនឯងផ្ទាល់ទាំងអស់រាល់ការធ្វើដំណើរទៅណាមកណាគឺមួយខែរាប់ពាន់ដុល្លារច្រើនណាស់លើកបាល់ហ្នឹងបាទដោយសារខ្ញុំមានទឹកខ្លួនឯងមានទឹកការរីគ្រប់រដូវបើឃើញមិនញ៉ាំមួយខែអស់ច្រើនណាស់ហើយសុយទៅណាមកណាអីចឹងគឺលើកយើងទាំងអស់សម្រាប់តែក្មេងណាឈឺក៏ខ្ញុំអ្នកមើលដែរការស្នាក់នៅផ្ទះរៀងខ្លួនផ្ទះជិតហ្នឹងទេតែក៏មានអ្នកនៅមួយខ្ញុំអីខ្លះដែរអញ្ចឹងរាល់ការចំណាយហូបចុកអីផ្សេងទៅណាមកណាឬប្រាក់ខែគ្រូប្រាក់ខែអីហ្នឹងគឺលើខ្ញុំទាំងអស់បាទខ្ញុំទាំងអស់ក្នុងការដែលបង្កើតការរីកគ្រប់រដូវនេះต้องមានកម្រងទៅបង្កើតមនុស្សធំបានវ័យធំឬក៏សិល្បៈបន្ថែមទៀតទេគេដូចការពីមុតឃើញយ៉ាងសិល្បៈយើងយ៉ាងធូរស្បើយទៅក្រុមផ្សេងអញ្ចឹងមាននៅប្រកួតរហូតតាបាទយើងនៅមានក្រុមយើងមានដូចតែសិល្បៈហ្នឹងគាត់ជាអ្នកគេហៅថាកងត្រាជាមួយយើងទេឬក៏ freelance ហ្នឹងលេងដល់បេះដូងហ្នឹងថ្ងៃនេះក្រុមយើងមានពាក់មីជីងចក់ស៊ូយ៉ាទីជែនទីអ៊ីណូគ្រឿនក្រាន់ច្រើននៅនេះដូចលេងច្រើនកើអាក្រីដល់ព្រៃហ្នឹងហើយបាទភ្លាវបាទច្រើនគ្នាច្រើនលេងមិនអស់ទេណាបាទខ្ញុំស្មានតែពួកគាត់អង្គកងត្រាតាអត់ទេលេងដល់បេះដូងទៀតបើមានបងប្អូនបាទបើមានបងប្អូនទាំងអស់គាត់ចង់ចូលក្រុមអីបានទេចូលបានតែពេលខ្លះចូលច្រើនពេកចេះគាត់ថាលេងអត់បានគ្រប់គ្នានឹងចិត្តអន់ចិត្តអញ្ចឹងណាយើងអ្នកគ្រប់គ្រងបាល់មិនងាយស្រួលទេលេងបាល់ម្ដងមក11នាក់ទេគ្នាដល់30នាក់អញ្ចឹងវាតែងតែមានអ្នកលេងតិចលេងច្រើនលេងបាល់យើងបាច់ចេះជា2ចង់បានលទ្ធផលគឺចង់បានលេងគ្រប់គ្នាធម្មតាអ្នកលេងមានល្អតែ15នាក់ហើយ15នាក់សិលេងអត់ល្អទេបើសិនដាក់លេងគ្រប់គ្នាអញ្ចឹងលទ្ធផលប្រកាសជាមិនល្អទេយើងចង់បានលទ្ធផលល្អដាក់លេងតែអ្នកចេះលេងអ្នកដែលមិនសូវចេះលេងនឹងមិនសូវបានលេងនឹងក៏គាត់មានការស្ទាក់អារម្មណ៍វាពិបាកណាស់មិនងាយស្រួលទេក្នុងការគ្រប់គ្រងកីឡាករបាល់ទាត់ជាពិសេសគ្រប់គ្រងកីឡាករដែលជាសិល្បៈដែលគេមិនចាយលុយយើងតែគេមានលុយដែរអាចមានជាងយើងទៀតអញ្ចឹងប៉ុន្តែរងថ្ងៃយើងអាចធ្វើបានដោយសារបេះដូងមនោចេតនាខ្ញុំឃើញបងប្រាក់មីរវល់ច្រើនមែនតើតាក់ទងទៅនឹងការងារផងការរៀបចំផងហើយតិចទៀតខ្ញុំសួរតាក់ទងរឿងអំណោយសប្បុរសធម៌ហ្នឹងជាពិសេសគឺទទួល BA សឹងតែគ្រប់លទ្ធផលទាំងអស់ក្នុងខ្ញុំចង់សុំសួរមើលថាតើក្នុងមួយខែទទួល BA ប្រហែលក្រុមហ៊ុនដែរច្រើនខ្ញុំច្រើនមែនតើខ្ញុំធ្វើដល់40វីដេអូហើយឥឡូវធ្វើឡើងតាន់ឥឡូវសុំ delay ខ្លះបាទធ្វើឡើងតាន់ឥឡូវច្រើនពេកឥឡូវយើងមួយរយៈនេះអត់បានធ្វើសោះអត់បានធ្វើក៏មកយកប្រាក់ខែគេដែរដោយសារយើងលេបព្រំដែនមួយខែនោះគឺឆាហ្មងកៅអៀយិនសិនយ៉ាងធាជាកៅអៀមានគុណភាពខ្ពស់ពីប្រទេសចិនសំឡងពីអាសត្វបុរាណចិនជាច្រើនប្រភេទជួយបំបត្តិអាការៈចុករោយដៃជើងឈឺសន្លាក់ឈឺសាច់ដុំនិងក្រិចថ្លោះយ៉ាងមានប្រសិទ្ធភាព